ធ្លាប់តែឆ្នះស្រែកយំម្ដងឡើងឃើញកន្លះតែលោកមកធ្វើរំលបាំអញ្ចឹងខ្ញុំទទួលយកបាននិយាយមែនអញ្ចឹងក្នុងវីដេអូនេះគឺជាសកម្មភាពទាំងស្រុងដែលអាលីរំលបាំជាលើកដំបូងនៅសង្គ្រាមសាលាដែលលបាំនោះមានឈ្មោះថាកូនមាន់ទឿអញ្ចឹងអ្នកលបាំនឹងងើបតាំងម៉ោង 5 កន្លះព្រឹកណាទៅសមហើយទៅផាត់មុខទៅរៀបចំខ្លួននៅក៏បងវេលានេះវិញម៉ោង 7 ព្រឹកបាត់ខ្ញុំដាស់ឲ្យខ្ញុំអ្នករៀបចំខ្លួនឲ្យម៉ែមិនដឹងធ្វើម៉ូតសក់អីទេបួងអស់លើអស់ឲ្យផ្កានៅបន្ទប់មានប្រហែលហ្នឹងបោចមកយកមកដាក់មកតែមួយញុកចេញមកអីផ្លឹងតែក៏បន្ទប់ធ្វើសក់ឲ្យផ្លាកៅរួចហើយមើលទៅក៏ដោយរៀងវាខ្ញុំក៏ទៅយកខ្សែកយកមកពាក់ឲ្យនិយាយពីថាយេតាមគេណាធ្វើខ្លួនឲ្យកូនបដាឲ្យខ្ញុំបដាតែគិតក្នុងចិត្តថារូបភាពមួយនឹងខ្ញុំធ្លាប់សម័យចង់បានថាពេលដែលខ្ញុំស្រឡាញ់គ្នាខ្ញុំការមានកូនខ្ញុំចង់បានកូនស្រីឲ្យធ្វើខ្លួនឲ្យកូនខ្ញុំអញ្ចឹងណារយៈក្រោយហ្នឹងគឺខ្ញុំឃើញកូនខ្ញុំគាត់ស្ទុះខ្លាំងមែនតើហ្មងជាពិសេសកម្ពស់បើឈើវិញខ្ពស់ឡើងចិត្តប៉ុនម៉ែហ្នឹងហើយលទ្ធផលទៅដោះគោមួយថ្ងៃ 3-4 កែវហើយលីបេឡាឥឡូវគាត់ញ៉ាំដូចក្រហើយខ្ញុំឲ្យគាត់ញ៉ាំអាហ្នឹងដោយសារតែវាមានអាហារូបត្ថម្ភល្អដើម្បីជួយឲ្យគាត់មានការលូតលាស់បានពេញលេញណាមានទាំងជាតិដែកហើយនិងវីតាមីន C ពង្រឹងប្រព័ន្ធភាពស៊ាំគាត់ឲ្យរឹងមាំមិនងាយឈឺទេហើយមិនមែនប៉ុណ្្នឹងទេណាបូករួមទាំងវីតាមីនហើយនិងជាតិរ៉ែ7 10ប្រភេទទៀតហើយគិតមើលមួយថ្ងៃឡើង 3-4 កែវបើលូតកម្ពស់ទៀតទៅម្ល៉េះកន្លែងទៅមើលកូនសិស្សងើបម៉ោង 5 ភ្លឺទៅធ្វើខ្លួននេះវិញម្ដងពួយវាយបិណ្ឌពណ៌ក្រហមឈៀងពណ៌មាសមកទៅដល់មករិញគង្វាលឲ្យសត្វចាថាកូនហ្មងម៉ាណាគេឡើងខ្ជូទៅមើលហើយវីដេអូនេះគឺខ្ញុំបានសុំពីអ្នកគ្រូយកមកវិញទេនេះងើបតាំងម៉ោង 5 ផ្លែស្លាក់អស់ហើយកូនអើយតែខ្ញុំចាប់អារម្មណ៍ហ្មងគឺអេលីគាត់ស្រឡាញ់លបាំខ្លាំងណាស់គាត់ចូលចិត្តគាត់ដងទៅខាងសិល្បៈហ្មងពីមុនសុំខ្ញុំទៅរៀនរំ K-pop ទៅអត់រួចវាហត់ពេកតែបើលបាំហ្នឹងបែបទៅស៊ូរួយពួកអីខ្ញុំចេះសង្កេតមើលដែរថាមកពីរៀនវិញដឹងតែអង្គុយរំម្នាក់ឯងចង់ភ្ញាក់ម្ដងគេសុំរហូតណាតែដល់ពេលយើងទៅដល់អញ្ចឹងគេអត់ឲ្យមើលតែគេទុកសប្រាយអញ្ចឹងឥឡូវនេះនារីរបាំរបស់យើងគឺធ្វើខ្លួនរួចចាយអំពូមានខ្ជូតកូននោះធ្វើខ្លួនរួចម៉ែនេះទៅចាញ់ទៅទេខ្ញុំឲ្យវាភ្នោតថាខ្ញុំទៅលែនហើយវាពិតជាដូចអីដែលគិតមែនគ្រាន់តែបើកឡានដល់សាលាពឹបឮសលេងបត់ភ្លេងដែលកូនត្រូវរាំហ្នឹងចាក់បដ ខ្ញុំឲ្យវាជើងកែងរត់ឡើងចង់លបោត Finally គឺខ្ញុំបានមកតាន់កូនរាំហើយទៅមិនតែអេលីទេឃើញក្មេងដែលរំនៅនឹងទៅខ្ជូតតែខ្លួនយើងទៅប៉ុនគ្នាឡើងគួរឲ្យខ្លាញ់ហ្មងអញ្ចឹងបន្ទាប់ពីខ្ញុំចាប់ឲ្យអូនអត់តន់ត្រឡប់ទៅផ្ទះវិញទេគឺគាត់សុំខ្ញុំទៅលេងល្បែងប្រជាប្រិយនៅក្នុងថ្នាក់មួយមិត្តភ័ក្តិគាត់ទៀតហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចា៎ហើយបើឃើញថាបលាថ្ងៃនេះតែខ្លួនស្អាតហើយអេលីរំលយកុំភ្លេច like វីដេអូនេះផងណាអេលីធ្វើណាចង់ធ្វើអីគាត់ចង់ធ្វើអ្នកហៅលុយអីគេនៅលុយណាហៅស៊ីហើយនៅស៊ីគេចុះស៊ីអីបានលុយដូចមកមីប៉ាប៉ាដែរចាំបានលុយឲ្យធ្វើមួយទៀងបានលុយហើយអូនមើលថែប៉ាប៉ាម៉ាមីហោឆ្នាំហ្មងរហូតហ្មងអូនអត់បបាយពេលគ្រូសាយពេលអូនមានលុយអូននឹងទិញចាស់ឲ្យម៉ាមីប៉ាប៉ាមួយអូហើយធំណាស់មានតែអង្ហៃទឹកទៀតចាំមួយឆ្នាំបុណ្យទៀនជូនលុយប៉ាម៉ាក់ម៉ានអូនឲ្យលុយម៉ាមីប៉ាប៉ាដែរឲ្យម៉ានកូនឲ្យច្រើនម៉ានច្រើនហ្នឹងចង់នឹងឲ្យច្បាស់កុំឲ្យ10000 ដុល្លារ10000ដែរ10000រៀលក៏10000ដុល្លារ
នេះគេបិទច្រើនជាង អូឆ្លាតណាស់អាចបងតាឡាវិញធំឡើងមើលថែមកពីប៉ាប៉ាអត់កូនមើលអត់ចាំតាឡាធំឡើងចង់ធ្វើអីចាបាទ វ៉ូច្បាស់ចាយហ្មងណាទុកព្យាបាលណាគេ មីបបា ឲ្យម៉ែឈឺហ្មងកូនណោះ បងអម៉ែឲ្យឈឺអញ្ចឹងពេទ្យផ្នែកអីគេកូន បងម្លាជាមេគេ អូសុំមេគេហ្មងពេទ្យផ្នែកគេកូនផ្នែកទាំងអស់ផ្នែកទាំងអស់ស្អីណាដល់គ្រីស្មាស់ប៉ូនេះពេលខ្ញុំទិញមកដំបូងខ្ញុំគិតថាបែបរៀបទៅមិនស្អាតទេក៏ដោយសារខ្ញុំចង់ឲ្យវាស៊ីមួយគាត់តែខ្ញុំក៏សម្រេចបន្ថយទិញមកតែលទ្ធផលពេលដែលរៀបចំហើយនៅទាំងអស់គ្នាគឺខ្ញុំស្មានដល់ទេស្អាតខាងឡើង perfect ហ្មងឥឡូវមកបងប្អូនមើលការរៀបចំដើមគ្រីស្មាស់របស់ខ្ញុំទាំងអស់គ្នាកូនបើឆាខ្ញុំដល់កេះអាចចំមកធ្វើដឹងបដ ாய் ខ្ញុំសម្រាប់ដើមគ្រីស្មាស់នេះគឺខ្ញុំទិញជាសេតបងប្អូនរាល់ឆ្នាំខ្ញុំទិញដើមផ្សេងអាគ្រឿងអិសសរីនឹងផ្សេងមកដើមពេលខ្លះអស់ពី300ហើយក្នុងដើមនេះខ្ញុំទិញអស់តែ100ជាងបងប្អូនអញ្ចឹងក្នុងដើមនេះដំបូងគឺគេកាច់វាជាកណាត់ណាហើយគេក៏មានជើងទ្រមួយដែរហើយសម្រាប់គ្រឿងអិសសរីទាំងអស់នៅពេលដែលខ្ញុំយកចេញពីក្នុងប្រអប់ហ្នឹងមកខ្ញុំទុកវាឲ្យស្រួលងាយស្រួលយើងប្រើឆ្នាំក្រោយទៀតយ៉ាងម៉េចទិញទៀតទេអត់លុយច្រើនណាគឺបងប្អូនឃើញអត់ទេគាត់ខាងក្រោយខ្នងខ្ញុំនោះអីនៅសើសល់ពីឆ្នាំក្រោយមកហ្នឹងអញ្ចឹងជាដំបូងគឺយើងតឡើងជើងសិនតែមុននឹងតឡើងខ្ញុំគិតថាខ្ញុំក្រាលអានេះដើម្បីបាំងអាជើងដើមហ្នឹងកុំឲ្យវាខកមើលតែមានណាអានេះគេចង់ពេលយើងតឡើងហើយចាំដាក់ក៏បានដែរដោយសារគេមានសម្រាប់បិទស្អិតតោះជ្រុលឲ្យដកចេញមកដាក់ហើយហ្មងទៅដើមនេះបើសិនជាយើងដាក់មិនស្រួលទេមុតដៃប៉ុន្តែ feeling ដូចវាប្រឡាក់ព្រិលអញ្ចឹងតែព្រិលមិនព្រិលទាំងក្បាលខ្ញុំឡើងទៅសសោះពេញទាំងអស់អញ្ចឹងដំបូងគឺយើងចាប់ដើមដាក់វាមកតំណហើយខ្ញុំហែកវាពីមួយកង់ហ្នឹងឲ្យវាបាច់ចេញសិនរៀបអាដាមនឹងបដាមើល background sound គេខាងក្រោយបដានិយាយពីថាទេ feeling Christmas ធ្លាក់ព្រិលហ្មងអញ្ចឹងបន្ទាប់ពីញែកហើយខ្ញុំក៏ដាក់ថែមមួយកង់ទៀតហើយបន្តញែកវាអញ្ចឹងទៀតប៉ុន្តែតាមបទពិសោធន៍ខ្ញុំអ្នកទាំងអស់គ្នាអាក្រុមយើងញែកវាអញ្ចឹងអត់អីណាប៉ុន្តែដើម្បីភាពងាយស្រួលអាខាងចុងគេនេះគឺញែកវាហើយមុនពេលដែលយើងដាក់វាចុងក្រោយគេព្រោះអីវាខ្ពស់ទៅយើងកាន់តែពិបាកញែកបើសិនជាយើងមានកៅអីឬក៏ទៅលើចដោដែលសម្រាប់ពាក់ឡើងឈរងាយស្រួលដាក់នឹងអីទេតែបើដើមយើងស្ទើរខ្ពស់ស្ទើរទាបអីយើងហែកយ៉ាងហើយយើងដាក់ទៅស្រួលជាងតាមពិតថាវីដេអូនេះគឺខ្ញុំបានថតតាំងពីមុនថ្ងៃខ្ញុំឡើងផ្ទះទៅទៀតតែតែមកបានកាត់ផុសថ្ងៃនេះហើយឥឡូវហ្នឹងអេលីបេឡាគេងូតទឹកហើយគេចង់មកជួយរៀបដែរហើយតែមកជួយរៀបគឺត្រូវប៉ាន់ហើយព្រិលបនិមិត្តហ្នឹងគឺពេញតាំងរោមភ្នែកឡើងហ្នឹងតែបងប្អូនឃើញនៅពេលដែលយើងហែកវាអញ្ចឹងហើយយើងដាក់ទៅគឺស្អាតហ្មងតែបើសក់ក្បាលខ្ញុំវិញមិនមើលទៅដូចកែអញ្ចឹងអាពេលតឡើងហ្នឹងគឺពេលគាត់តឡើងអត់ការទេប៉ុន្តែពេលនេះគឺពេលពងពេញលេខហ្មងគឺជាពេលដែលដាក់គ្រឿងអិសសរីចូលតែកពុំដល់ដាក់កៅអីពុបអញ្ចឹងទៅគឺដល់ចុងបដ ாய் អញ្ចឹងសេតនេះគឺយើងអត់ចាំបាច់ DIY អីច្រើនទេគឺគ្រាន់តែដាក់តាមអ្វីដែលគេឲ្យហៀបហ្នឹងទៅគឺលឿនហ្មងតែគ្រឿងគេមានច្រើនណាស់ដំបូងដើមហ្នឹងគឺខ្ញុំឃើញវារៀងពណ៌បៃតងដែរទេប៉ុន្តែមើលយូរទៅវាទៅជាពណ៌សក្បោះហ្មងដូចដើមស្លឹកឈើហ្នឹងគឺវាត្រូវជាមួយព្រិលអញ្ចឹងមកខាងក្រៅដូចខ្លាំងមែនតើហើយដំបូងខ្ញុំគិតថាខ្ញុំទិញមករៀងតូចពេកហើយតែមានអីនៅក្នុងផ្ទះដាក់ធំប៉ុណ្្នឹងទៅល្មមធំពេកក៏វាលុបពេកដែរបន្ទាប់ពីពយូអាគ្រឿងទាំងអស់ហ្នឹងហើយគេមានទាំងអាបូនេះដើម្បីឲ្យយើងពណ៌ជាមួយនឹងដើមហ្នឹងទៀតអញ្ចឹងខ្ញុំពណ៌តាមហ្នឹងទៅនិយាយទៅគេលៃឲ្យមកសមហើយបាច់ខ្លាចលឹះឬក៏ខ្វះទេឲ្យតែដាក់តាមតែគេដាក់ឲ្យទៅត្រូវហើយតែបើមើលទៅថារៀបឃើញថាយូរបងប្អូនតែបើសិនជាពេលដោះវិញវាអត់ពិបាកដូចពេលដែលយើងរៀបទេដោះគឺលឿនហ្មងហើយជាចុងក្រោយនេះគឺយើងដាក់អាផ្កាយនេះទៅគឺតំណាងឲ្យដើមហ្នឹងគឺរួចរាល់ហើយតែដាក់មានដល់ណាលោកទៅទៅផងអឺផងមកទុកឲ្យម៉ែវិញកូនfinally គឺយើងបានរៀបចំរួចរាល់ហើយមកដល់បងប្អូនសម្រាប់ដើមមួយនេះបងប្អូនឲ្យម៉ានលើម៉ានដែរវាអាចនឹងមិនសូវលេចធ្លោប្រហែលទេប៉ុន្តែវាស៊ីជាមួយនឹងកន្សប់ផ្ទះខ្ញុំខ្លាំងមែនតើហើយបើនៅខាងក្រៅខ្ញុំនិយាយហើយនិយាយទៀតគឺដូចដើមគ្រីស្មាស់ហ្នឹងត្រូវជាមួយនឹងព្រិលអញ្ចឹងតែជាចុងក្រោយទៀតគឺខ្ញុំបានតឡើងជាមួយនឹងរូបគំនូរដែលមាន logo ហើយនឹងឈ្មោះរបស់ Bella Ellie ព្រោះអីគេម្ចាស់ផ្ទះហ៎អត់បានណាគ្រប់កន្លែងទាំងអស់សាច់ឈរមើលអញ្ចឹងរួចរាល់ហើយបងប្អូនឲ្យបន្ទុកមកលើម៉ានដែរសម្រាប់ការរៀបចំផ្ទះក៏ដូចជាដើមគ្រីស្មាស់មួយនេះកុំភ្លេច comment ក្នុងវីដេអូផងណានិយាយអញ្ចឹងបងប្អូនគ្រីស្មាស់មានរៀបចំទិញកាដូឲ្យគេនៅបើនៅទេមកអាចពិចារណាលើកាដូប្រហែលមុខនេះបានដឹងតែអ្នកទទួលបានឲ្យសប្បាយចិត្តហ្មងកាដូទី1បងប្អូនអាចទិញ scrap ឲ្យគាត់បានដែលនេះគឺជា B scrap ប្រេងចិនសែដែលមាន ingredient ខុសប្លែកពី scrap ដទៃត្រង់ប្រេងចិនសែហ្នឹងហ្មងជួយឲ្យសាច់ចាំភ្លឺម៉ត់អលងស្អាតហើយមើលទៅស្បែកមានផាសុខភាពហ្មងប៉ុន្តែបញ្ជាក់បើទិញអានឹងឲ្យគាត់កុំភ្លេចថែមប្រេងឲ្យគាត់ផងព្រោះអីប្រេងនេះគឺវាជា best seller ជាមួយនឹង set ហ្នឹងហ្មងប្រើទៅគឺធ្វើឲ្យស្បែករបស់គាត់ឃើញផលកាន់តែលឿនជួយការពារព្យាបាលសង្វារស្នាមអុចខ្មៅជាពិសេស strawberry skin ប្រើឲ្យដល់តែគាត់ជាប់ចិត្តទីរកាដូនឹងទៀតហ្មង
ងជាពិសេសអ្នកទងន់សរសៃខ្ចីគឺប្រើទៅកាន់តែល្អកាដូទី2គឺ B spray ឯកទេសបំបត្តិមុនក្នុងបកាយខ្លាំងមែនតើមិនថាមុនក្នុងប្រហែលឆ្នាំមកឬក៏អ្នកដែលគាត់ងាយនឹងអាឡែស៊ីលំមាស់កទួលរោលបាញ់កន្លែងណាបាត់កន្លែងហ្នឹងហើយវាក៏ជា product ដែលពិបាករកខ្លាំងមែនតើនៅលើទីផ្សារអញ្ចឹងហើយទិញ B spray ឲ្យគាត់ដូចបង្ហាញពីការយកចិត្តទុកដាក់និងបារម្ភគិតគូរពីគាត់អញ្ចឹងហើយកុំបារម្ភថាទិញកាដូអីគេទៅខ្លាចគេបាញ់ទៅអត់បាត់ណាមើលទៅ feedback ទៅដឹងឲ្យបងប្អូនចង់មានមុនខ្នងមុនដើមទ្រូងយូរឆ្នាំច្រើនប៉ុណ្ណាទៅពេទ្យសើស្បែកច្រើនប៉ុណ្ណាអត់បាត់ក៏ដោយព្រោះតែមួយនេះប្រកបជាដឹងមកថាហេតុអីបានវាល្បីខ្លាំងកាដូទី3គឺម៉ាស់អប់មុខដែលម៉ាស់អប់មុខយើងចែកចេញជាពីរប្រភេទមួយគឺម៉ាស់ខ្ជូងឫស្សីសម្រាប់តែដែលគាត់មានមុខស្អាតកកស្ទាក់រុនរោមមុខឡើងមុនខ្លាំងហើយចង់ជំរុញកោសិកាបឺតជាតិពុលអីគឺត្រូវហ្មងរីឯម៉ាស់សារ៉ៃវិញសម្រាប់ស្បែកមុខ sensitive មុខកំពុងតែរោលខ្លាំងមានមុនសាច់ច្រើនមុខស្ងួតប្រើនេះទៅគឺអេហ្មងធានាថាពេលដែលលាងទឹកចេញគឺដឹងតែចង់យកដៃអាលមកខ្លួនឯងរហូតពួកអីមុខទន់ដាក់ដូចគុនក្មេងអញ្ចឹងណាចុងក្រោយនេះគឺសាប៊ូដុសខ្លួន Bisovegel ជាប្រភេទសាប៊ូ gel ដែលវាជាប្រភេទសាប៊ូដែលស្រាលស័ក្តិសមជាមួយនឹងស្បែកដែល sensitive បងប្អូនដុសសាប៊ូរដងមិនដែលចាប់អារម្មណ៍មើលទេថាគ្រាន់តែមួយទឹកហើយស្បែកស្ងួតភ្លាមហ្មងអញ្ចឹងកុំរំលងជាមួយនឹងរបស់ដែលយើងប្រើជាប្រចាំព្រោះអីសាប៊ូមួយនេះវាមិនត្រឹមតែជាសាប៊ូដុសខ្លួនទេប៉ុន្តែវាដូចជារបស់ដែលថែស្បែកយើងមួយយ៉ាងឲ្យស្បែកយើងមានសំណើមឡប់ជាប់តែម្ដងជាពិសេសអ្នកមានក្លិនខ្លួនឬក៏កំពុងតែមានមុនខ្នងប្រើទៅគឺដឹងតែពេញចិត្តហ្មងអញ្ចឹងឥឡូវប្រាប់ខ្ញុំមើលថាសម្រាប់ចិត្តបាននៅតែគួរទិញមួយណាធ្វើជាកាដូប៉ុន្តែមុននឹងទិញឲ្យគេកុំភ្លេចគិតដល់ខ្លួនឯងផងណា Christmas ឆ្នាំនេះអត់ទិញឲ្យគេក៏ដោយក៏អាចមានឱកាសទិញកាដូឲ្យខ្លួនឯងដែរស្រឡាញ់ខ្លួនឯងបានច្រើនចាំស្រឡាញ់គេលឺឯង